នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលបានគ្រប់គ្រងថវិកាបានត្រឹមត្រូវនិងមិនខ្វះថវិកាសម្រាប់បោកជូនមន្ត្រីរាជការឡើយក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាខ្លងទ្វារនិងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យហ៊ុនសែនសេរីភាពក្រុងតាខ្មៅខេត្តកណ្ដាលនៅព្រឹកថ្ងៃទី21ខែមិនិនាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានថ្លែងថារាជរដ្ឋាភិបាលបានគ្រប់គ្រងថវិកាបានត្រឹមត្រូវនិងមិនខ្វះថវិកាសម្រាប់បោកជូនមន្ត្រីរាជការឡើយសម្ដេចធិបតីបានបញ្ជាក់ថាខែ4នេះគឺយើងបើកប្រាក់ខែដប់តែម្ដងជូនលោកគ្រូអ្នកគ្រូមន្ត្រីរាជការទាំងអស់បូកទាំងប្រាក់ 50,000 រៀលថែមទៀតមិនឲ្យយឺតជាងថ្ងៃទី21ខែមេសាទេបើកទាំងពីរតែម្ដងដើម្បីលោកគ្រូអ្នកគ្រូអាចចូលឆ្នាំព្រោះរាល់ដងយើងបើកប្រាក់ខែ2ដងក្នុងមួយខែអញ្ចឹងដល់ខែ4នេះគឺបើកសរុបបូកជាមួយប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដែលអ្នកខ្លះគេថារដ្ឋាភិបាលដាក់យាយហើយអស់លុយហើយបានទៅបោះពុំក្រដាស់ 20,000 ក្រដាស់ 20,000 ដើម្បីអបអរសាទរពិធីឡើងក្រងរាជគ្រប់20វស្សារបស់ព្រះមហាក្សត្រដែលធនាគារជាតិបោះបើតាមសម្ដេចធិបតីឥឡូវបើសិនជាយើងបោះដោយសារដាក់យាយមែនបោះ 20,000 យកមកប្រកាសជាឃើញក្រដាស់ 20,000 ចរាចរពេញក្រុងហើយវាអត់មានទេបើគេចង់បោះអានឹងគេមិនបោះ 20,000 ពិបាកចាយធ្វើអីគេបោះអាតូចដែលមិនមានការចាំបាច់ទេហើយបើរត់អស់សាច់ប្រាក់ក្នុងធនាគារគ្មានលទ្ធភាពណាបើកដប់ក្នុងខែ4ហើយបើកទាន់ពេលវេលាបើកដប់ហើយថែមទាំងប្រាក់ឧបត្ថម្ភមិនឲ្យដាច់នោះទេទាំងមន្ត្រីចូលនិវត្តន៍បើកឲ្យអត់មានដាច់ទេលើយើងនៅធនាគារបានយើងមិនកញ្ជើធ្លុះទេគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើងបានច្បាស់លាស់